សួស្តីបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងវីដេអូថ្មីទៀតហើយឥឡូវមានពេលមកកាត់តវីដេអូវិញហើយបន្ទាប់ពីចូលឆ្នាំហើយនេះផងដែរគឺកំពុងតែរុះកម្មចេញពីអាវនឹងវិញបងប្អូនដោយសារយើងចាក់ដិនវិញឲ្យដូចមួយចំហៀងទៀតចឹងណាអញ្ចឹងបើយើងរុះរបូតអីមួយចំហៀងមានដិនគឺយើងត្រូវដិនឲ្យដូចគ្នាទាំងសងខាងបងប្អូនឲ្យវាស្អាតចឹងណាតែមួយម៉ូតកន្លែងហ្នឹងគឺគេដិនតែខ្ញុំរុះកម្មរបូតពេលដែលយើងដេរុះដេអីចឹងយើងរុះឡើងរុះចុះវារបូតយើងត្រូវដិនគ្រប់កន្លែងទាំងអស់សម្រាប់អាវមួយនេះគឺយើងត្រូវដើរជួសគ្រប់កន្លែងទាំងអស់ឲ្យស្អាតកុំឲ្យរបូតត្រូវដើរចងមុខជួសគ្រប់កន្លែងអាវមានអ៊ុតត្បូងហើយនឹងដិននេះពេលធ្វើយូរណាស់បងប្អូនយើងត្រូវដើរជួសមើលគ្រប់កន្លែងទាំងអស់បងប្អូនឃើញថ្នងអាវខាងក្រោយរបស់ខ្ញុំស្មើគ្នាស្អាតតែសម្រាប់ដៃអាវគឺអត់ត្រូវគ្នាទេខ្ញុំចង់ប្រាប់បងប្អូនពីចំណុចឧទាហរណ៍ថាបើយើងសមមកដៃអាវហើយនឹងផ្នែកខាងក្រោយយើងត្រូវលើយដៃអាវឲ្យវាស៊ីគ្នាបងប្អូនយើងលើយដៃអាវឲ្យវាស្របគ្នាមើលមកថតពីមុខមកឲ្យកលាស្របគ្នាស្អាតជាងយើងលើយខ្នងអាវឲ្យត្រូវគ្នាដោយកន្លែងនេះគឺខ្ញុំគិតខុសបងប្អូនខ្ញុំគិតថាលើយខ្នងអាវឲ្យត្រូវគ្នាទៅស្អាតដំបូងខ្ញុំគិតចឹងប៉ុន្តែខ្ញុំគិតខុសបងប្អូនថាអាវហ្នឹងគឺវានៅសមមកដៃអាវនិងមកខ្នងអាវតែប៉ុណ្្នឹងឯងបងប្អូនចឹងយើងត្រូវលើយឃើញទេបងប្អូនដៃអាវគឺវាខុសគ្នាដល់ពេលយើងលើយខាងក្រោយនេះឲ្យត្រូវគ្នាដៃអាវខុសគ្នាវិញអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាយើងត្រូវលើយដៃអាវឲ្យត្រូវគ្នាព្រោះភាគច្រើនញៀវដែលគាត់មិនសូវបកែថតរូបគឺគាត់ថតយកទៅពីមុខទេគាត់អត់សូវថតយកពីក្រោយទេអញ្ចឹងយើងលើយដៃអាវឲ្យស្របកន្លាគ្នាមកគ្រាន់តែជាការគិតរបស់ខ្ញុំទេបើបងប្អូនគិតថាបងប្អូនចង់លើយខាងក្រោយឲ្យត្រូវដៃអាវខុសក៏តាមគំនិតបងប្អូនតែនេះគ្រាន់តែជាគំនិតខ្ញុំឯណាពេលដែលខ្ញុំកាត់រួចរាល់ហើយខ្ញុំគិតថាខ្ញុំចង់លើយដៃអាវឲ្យត្រូវស្របកន្លាគ្នាស្អាតមើលមកឲ្យវាមានឆ្វេងស្ដាំអញ្ចឹងណាបងប្អូនអត់ចង់ឲ្យបើសិនយើងលើយឲ្យត្រូវដៃអាវខាងក្រោយនេះគឺវាអត់ស្មើស្អាតអញ្ចឹងឯងវាត្រូវដូចថាស្ដាំទាំងសងខាងឆ្វេងទាំងសងខាងបើនិយាយចេះវិញបងប្អូនហើយនេះរួចរាល់ហើយបងប្អូននេះភ្ញៀវខ្ញុំពាក់អាវហ្នឹងគឺអត់មានសល់សាច់ទេហើយរាងគាត់គឺទូជាប៉ុន្តែអត់មានសល់សាច់អីទាំងអស់បងប្អូនវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយជាបន្តទៀតអរគុណច្រើនបាយបាយ